ជំរាបសួរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងរៀនដល់ជំពូកទី2ដែលមានចំណងជើងថាឯកសណ្ឋានភាពនៃភាពរស់មេរៀនទី1គឺកោសិកាបង្រៀនដោយខ្ញុំបាទឈ្មោះសួងច័ន្ទនេះអូខេឥឡូវយើងចូលចំណុច1បាទគឺទំហំនិងរូបគុំកោសិកា Cell size and structure 1.1 ទំហំកោសិកាទំហំកោសិកាភាគច្រើនមានទំហំតូចខ្លាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបានឡើយអញ្ចឹងដើម្បីមើលឃើញយើងត្រូវប្រើមីក្រូទស្សន៍អញ្ចឹងអ្នកនរគ្នាស្គាល់មីក្រូទស្សន៍អត់ខ្ញុំសើចឲ្យមើលបាទមីក្រូទស្សន៍រូបរាងម៉េចបាទមីក្រូទស្សន៍នេះអញ្ចឹងនេះគឺជាមីក្រូទស្សន៍អញ្ចឹងដើម្បីមើលកោសិកាយើងត្រូវប្រើប្រាស់មីក្រូទស្សន៍ណាមីក្រូទស្សន៍នេះគឺជាមីក្រូទស្សន៍ដែលយើងមើលកោសិកាឲ្យឃើញព្រោះកោសិកាมันអាចមើលឃើញដោយភ្នែកទទេបានទេអញ្ចឹងរូបគុំរបស់មីក្រូទស្សន៍គឺមានវ៉ាគុយអូលបំពង់អូគុយលាបាទនឹងមានរូបគុំច្រើនទៀតមានវិធំវិទូចដៃអញ្ចឹងទៅហ្នឹងរូបគុំមីក្រូទស្សន៍អញ្ចឹងដើម្បីមើលកោសិកាឲ្យបានច្បាស់លាស់យើងត្រូវប្រើប្រាស់មីក្រូទស្សន៍ដោយសារកោសិកាវាវិទូចបំផុតតែម្ដងវិទូចយើងមិនអាចមើលឃើញភ្នែកទទេបានទេបាទអញ្ចឹងវាមានរបស់វាគេប្រើຂະຫນាតមីក្រូម៉ែត្របាទមីក្រូម៉ែត្រគឺទូចបំផុតមីក្រូម៉ែត្រស្មើនឹង10 សេគុណដក3មីលីម៉ែត្រណាយើងមកគិតពី1មីលីម៉ែត្រស្មើនឹង1000មីក្រូម៉ែត្រអញ្ចឹងຂະຫນាតវាមានមីលីម៉ែត្រណាណូម៉ែត្រមីក្រូម៉ែត្របាទមីក្រូម៉ែត្រមាន12ក្រូម៉ែត្រទៀតអញ្ចឹងរបស់វាគេគិតជាមីក្រូម៉ែត្របើគិតពី1មីក្រូម៉ែត្រមកមីលីម៉ែត្រគឺ10 សេគុណដក3ណាដក3ឬក៏យើងគិត1មីលីម៉ែត្រមកមីក្រូម៉ែត្រគឺ1000មីក្រូម៉ែត្រតែម្ដងអាហ្នឹងឧទាហរណ៍កោសិកាបាក់តេរីមានទំហំប្រហែល1មីក្រូម៉ែត្រទៅ10មីក្រូម៉ែត្រកោសិកាមនុស្សភាគច្រើនមានទំហំប្រហែល10មីក្រូម៉ែត្រទៅ100មីក្រូម៉ែត្រអាហ្នឹងគេឧទាហរណ៍ប៉ុន្តែការឧទាហរណ៍នេះកើតមកពីការធ្វើការពិសោធន៍ណាធ្វើការពិសោធន៍បាក់តេរីមាន1មីក្រូម៉ែត្រទៅ10មីក្រូម៉ែត្រចំណែកមនុស្សគឺមាន10មីក្រូម៉ែត្រទៅ100មីក្រូម៉ែត្រកោសិកាខ្លះមានទំហំធំអាចមើលឃើញនៅភ្នែកបានដូចជាសុទ្ធបាក់សីអូទ្រីសជាកោសិកាដែលតែមួយដែលអាចធំជាងគេអញ្ចឹងមើលភ្នែកទទេបានតាក់ទងជាមួយនឹងសុទ្ធសត្វអូទ្រីសយើងចូលចំណុចទី2គឺរូបគុំកោសិកា cell structure បាទ cell structure ទោះជាកោសិកាមានរាងខុសៗគ្នាបាទខ្លះរាងជាមូលជ្រុងឬក៏ទ្រវែងប៉ុន្តែវាមានផ្នែក3ដូចគ្នាបាទផ្នែក3ដូចគ្នាទោះជាកោសិកាវាមានរាងខុសគ្នាក៏ដោយខ្លះរាងមូលខ្លះជ្រុងខ្លះទ្រវែងប៉ុន្តែអ្វីដែលយើងក៏សម្គាល់ឃើញថាវាមាន3ដូចគ្នាវាមាន3ដូចគ្នាអញ្ចឹងមាន3ដូចគ្នាទី1គេឲ្យឈ្មោះថាភ្នាសកោសិកា cell membrane ភ្នាសកោសិកា cell membrane ភ្នាសកោសិកាគឺជាស្រទាប់ស្ដើងដែលព័ទ្ធជុំវិញស៊ីតូផ្លាសអញ្ចឹងភ្នាសកោសិកាបើយើងសិក្សាលម្អិតទៅគឺជាភ្នាសដែលកើតចេញពីស្រទាប់លីពីតពីស្រទាប់ហើយវាព័ទ្ធជុំវិញស៊ីតូផ្លាសណានីតិរបស់វាត្រួតពិនិត្យបាទនីតិភ្នាសកោសិកាហ្នឹងមាននីតិត្រួតពិនិត្យការចេញចូលនៃសារធាតុមានអីខ្លះមានទឹកមានអាហារមានកាកសំណល់និងការពារផ្នែកខាងក្នុងនៃកោសិកាអញ្ចឹងភ្នាសកោសិកាជាស្រទាប់ស្ដើងដែលព័ទ្ធជុំវិញស៊ីតូផ្លាសដែលមានតួនាទីត្រួតពិនិត្យការចេញចូលនៃសារធាតុនឹងមានដូចជាទឹកអាហារកាកសំណល់និងការពារផ្នែកខាងក្នុងនៃកោសិកានឹងគេឲ្យឈ្មោះថា cell membrane បាទ cell membrane នេះជាភ្នាសកោសិកាបងប្អូននេះភ្នាសកោសិកាបាទនេះភ្នាសកោសិកានេះ
ភ្នាសកោសិកាឃើញទេអញ្ចឹងអាមូលហ្នឹងគឺជាស្ទាប់នៃលីពីតណាមូលនេះស្ទាប់នៃលីពីតបាទនេះគឺជាភ្នាសកោសិកាបន្តទៀតចំណុចមួយទៀតមួយផ្នែកទៀតគឺគេឲ្យឈ្មោះថា cytoplasm គឺជាសារធាតុរាវអន្ថិលដែលបំពេញចន្លោះភ្នាសកោសិកានិង snow នេះគឺនវាយោបាទ snow នេះនវាយោអញ្ចឹងភ្នាសកោសិកាគឺជាសារធាតុរាវអន្ថិលដែលបំពេញចន្លោះភ្នាសកោសិកានិងនវាយោឬក៏ snow បាទនីតិរបស់ cytoplasm ជាកន្លែងដែលប្រតិកម្មគីមីផ្សេងៗរបស់កោសិកាប្រព្រឹត្តទៅនិងជាកន្លែងផ្អាកនៃសរីរាង្គតូចៗនិយាយរួមទៅ cytoplasm ហ្នឹងបើយើងសិក្សាតទៅទៀតគឺជាកន្លែងផ្ទុកនៅ molecule AMM ឬក៏កន្លែងផ្ទុកនៅអាស៊ីតអាមីណេកន្លែងធ្វើការសម្យោគប្រូតេអ៊ីននៅតំបន់ហ្នឹងដល់ទី12បើយើងសិក្សាចំណុចមួយទៀតគេឲ្យ Knoll ឬក៏ Navajo បាទ Navajo ឬក៏ Nuclear បាទនវាយោមានរាងមូលឬពងក្រពើនៅកណ្ដាលកោសិកាភាគច្រើននវាយោគឺមានតួនាទីជាមជ្ឈមណ្ឌលបញ្ជារាល់សកម្មភាពរបស់កោសិកាដូចជាការលូតលាស់ការបែងចែកផ្សេងៗរបស់កោសិកាអញ្ចឹងនវាយោយើងនិយាយឲ្យយំន័យមកគឺជាកន្លែងរាងមូលពងក្រពើនៅចំកណ្ដាលកោសិកាហើយតួនាទីរបស់វាជាមជ្ឈមណ្ឌលបញ្ជារាល់សកម្មភាពរបស់កោសិកាសកម្មភាពរបស់កោសិកាមានខ្លះមានការលូតលាស់និងការបែងចែកផ្សេងៗអញ្ចឹងក្នុងនវាយោនោះផ្ទុកអីគេគឺផ្ទុកនៅព័ត៌មានសេនតិកឬក្រូម៉ូសូមគេហៅថា DNA ដែលកំណត់លក្ខណៈដំណពូជ DNA ឬក៏យើងសិក្សាអំពី ADN ហ្នឹងអ្នកនរគ្នាធ្លាប់សិក្សាពី ADN ហើយអញ្ចឹងនវាយោមានតួនាទីផ្ទុកព័ត៌មានសេនតិកបាទនេះនុយក្លេបាទនុយក្លេនវាយោណានេះនវាយោរូបរាងនវាយោបងប្អូននឹងរូបរាងនវាយោបាទអញ្ចឹងសរុបសេចក្តីមកកោសិកាចែកចេញជា3ផ្នែកគឺភ្នាស cytoplasm សំទោសភ្នាសកោសិកា cytoplasm និងនវាយោភ្នាសកោសិកាមានតួនាទីការពារផ្នែកខាងក្នុងនៃកោសិកា cytoplasm ជាកន្លែងផ្ទុកនៅសារធាតុផ្សេងៗដូចជាទឹកអីចឹងទៅឯនវាយោគឺជាកន្លែងផ្ទុកនៅព័ត៌មានសេនតិកដែលមានរាងមូលពងក្រពើហើយនៅចំកណ្ដាលនៃកោសិកាតែម្ដងនេះនវាយោណានុយក្លេអូលនេះនុយក្លេអូលនុយក្លេផ្លាសាបាទអញ្ចឹងនៅក្នុងនវាយោគឺមាននុយក្លេអូលមួយទៀតដែលផ្ទុកនៅ DNA ដែរចំណុចបន្តគឺសរីរាង្គតូចៗរបស់កោសិកា cell organelles នៅក្នុង cytoplasm មានសរីរាង្គតូចៗដែលធ្វើការដូចជាផ្នែករោងចក្រដែរឧទាហរណ៍ mitochondria ជានីតិជាកន្លែងគេថាធម្មពលហើយហ្នឹងផលិតធម្មពលអញ្ចឹងកន្លែងគេថានីតិរបស់វាផលិតធម្មពលសម្រាប់កោសិកាហើយមួយទៀតសម្រាប់ដកដង្ហើមកោសិកាបាទកន្លែងផលិតធម្មពលណា ribosome កន្លែងហ្នឹងគឺសម្រាប់សំយោគប្រូតេអ៊ីនបាទមាននទីសំយោគឬក៏ផលិតប្រូតេអ៊ីនឲ្យយើងមានការលូតលាស់កាន់តែល្អប្រសើរមួយទៀត reticulum endoplasm នីតិដឹកជញ្ជូនសារធាតុក្នុងកោសិកាបាទមាននីតិដឹកជញ្ជូនសារធាតុក្នុងកោសិកាមួយទៀតប្រដាប់កុលស៊ីមាននីតិវិខ្ចប់និងកែច្នៃសារធាតុដែលកោសិកាផលិតបាននិយាយរួមទៅពេលដែលកោសិកាផលិតនៅប្រូតេអ៊ីនបានវាចាប់ដើមវិខ្ចប់នៅក្នុងប្រដាប់កុលស៊ីមួយទៀតវ៉ាគុយអូលមាននីតិផ្ទុកទឹកសារធាតុចិញ្ចឹមឬក៏កាកសំណល់អាហ្នឹងហើយគេហៅឈ្មោះថាធាតុកោសិកានៅក្នុង cytoplasm បាទធាតុកោសិកានៅក្នុង cytoplasm អញ្ចឹងកោសិកាមាន3ផ្នែកគឺភ្នាសកោសិកា cytoplasm និងវាយោអញ្ចឹងធាតុកោសិកានៅក្នុង cytoplasm គឺមាន mitochondria ribosome reticulum endoplasm ប្រដាប់កុលស៊ីនិងវ៉ាគុយអូលនេះហ្នឹងហើយធាតុកោសិកាបងប្អូននេះរូបភាពធាតុកោសិកា
ធាតុកោសិកានៅក្នុងស៊ីតូផ្លាសទាំង4នឹងកោសិកាអានេះគឺភ្នាសកោសិកាបន្តមកស៊ីតូផ្លាសនៅក្នុងស៊ីតូផ្លាសហ្នឹងគឺមានធាតុកោសិកាច្រើនដូចជាមីតូកុងត្រីប្រដាប់កោស៊ីសារធាតុនេះផ្សេងៗអញ្ចឹងណាបាទមកយើងមកប្រៀបធៀបភាពខុសគ្នារវាងកោសិការុក្ខជាតិនិងកោសិកាសត្វអញ្ចឹងនៅក្នុងកោសិការុក្ខជាតិនិងកោសិកាសត្វវាខុសគ្នាត្រង់ណាចំណុចនេះសំខាន់សម្រាប់ណាបាទភ្នាសសែលូឡូសបាទមានតែក្នុងរុក្ខជាតិទេវាធ្វើរុក្ខជាតិមានភាពរឹងមាំគេហៅថា fiber នោះក្លរ៉ូផ្លាសមានតែក្នុងរុក្ខជាតិទេផ្ទុកជាតិពោបៃតងសម្រាប់ធ្វើស្មីសំយោគវ៉ាកុយអូលរុក្ខជាតិមានវ៉ាកុយអូលធំនៅកណ្ដាលចំណែកឯសត្វមានតូចឬគ្មានតែម្ដងណានេះកោសិកាសត្វនេះកោសិការុក្ខជាតិណារុក្ខជាតិអញ្ចឹងមេរៀននេះចប់តែប៉ុណ្ណឹងដោយសារវាខ្លីបាទដោយសារវាខ្លីអញ្ចឹងកោសិកាចែកជា2មួយទៀតគឺកោសិកាប្រូការីយ៉ូតនិងកោសិកាអឺការីយ៉ូតនៅមេរៀនទី2អញ្ចឹងយើងជួបគ្នានៅវីដេអូបន្ទាប់មេរៀនទី2គឺមេរៀនបើកោប្រូការីយ៉ូតនិងអឺការីយ៉ូតសរុបសេចក្តីមកកោសិកាគឺជាសារធាតុតូចល្អិតបំផុតដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបានទេដើម្បីមើលឲ្យបានត្រូវប្រើមីក្រូទស្សន៍ហើយកោសិកាពិតជាមានទំហំរូបរាងខុសគ្នាពិតប្រាកដមែនប៉ុន្តែវាមានអ្វីដែលដូចគ្នាគឺវាចែកចេញជា3ផ្នែកគឺភ្នាសកោសិកាស៊ីតូផ្លាសនិងលវ៉ាយ៉ូបាទអញ្ចឹងបងប្អូនសិក្សាបន្តអញ្ចឹងជាចុងក្រោយអ្នកនរគ្នាធ្វើសំណួរខាងក្រោមនេះបាទសំណួរខាងក្រោមខ្ញុំចូលបង្កើតសំណួរបាទសំណួរចម្លើយគុយសេអឹមនៃមេរៀនកោសិកាចឹងអ្នកនរគ្នាខ្ញុំអូសម្លងតិចឲ្យអ្នកនរគ្នារៀនធ្វើបាទឥឡូវយើងដល់ហើយសំណួរទី1តើអ្វីជាឯកតាទ្រង់ទ្រាយនិងជានីតិតូចបំផុតនៃភាពរស់អញ្ចឹងយើងមានប៉ុណ្ណឹងនេះយើងមានប៉ុណ្ណឹងចម្លើយណាមួយត្រូវយកវាមកទី2តើគេប្រើຂະຫນាតអ្វីសម្រាប់វាស់ទំហំកោសិកាភាគច្រើនអញ្ចឹងយើងមានចម្លើយប៉ុណ្ណឹងអ្នកនរគ្នាសេចូលចម្លើយណាដែលត្រូវសេចូលមកសេទាំងសំណួរនិងចម្លើយតើផ្នែកណាដែលដើរតួជាអ្នកយាមទ្វារត្រួតពិនិត្យការចេញចូលនៃសារធាតុក្នុងកោសិកាអញ្ចឹងមើលមកតាមមួយណានឹង4នឹងដូចគ្នាសំណួរទី5តើផ្នែកណាដែលផ្ទុកព័ត៌មានសេនតិចនិងបញ្ជាសកម្មភាពកោសិកាមាន4ដូចគ្នាយកមកសំណួរទី5តើសរីរាង្គតូចមួយណាដែលមាននទីផលិតថាមពលអាតេពេអញ្ចឹងនេះមាន5ដូចគ្នាសំណួរទី6តើកោសិការុក្ខជាតិខុសពីកោសិកាសត្វត្រង់ណាកន្លែងណាដែលត្រូវយកមកបាទសំណួរទី7ក្នុងកោសិការុក្ខជាតិតើផ្នែកណាដែលមាននទីធ្វើរស្មីសំយោគយកមកមាន5ដែរបាទនេះចម្លើយត្រូវខ្ញុំអត់ចង់ឲ្យមើលចម្លើយត្រូវឲ្យលឿនតិចនេះចម្លើយត្រូវអូខេជួបគ្នានៅវីដេអូក្រោយនៅមេរៀនទី2